សួស្តីណាស់បាទប្រជាជនខ្មែរទាំងអស់គ្នាស្វាគមន៍មកកម្មវីដេអូរបស់ខ្ញុំថ្ងៃនេះផងដែរខ្ញុំមានរឿងបែប animation 3D ចិនមួយរឿងមកធ្វើការសម្ដែងជូនដល់អ្នកទាំងអស់គ្នានៅរឿងនេះផងដែរមានចំណងជើងថា Sword of Coming ដូច្នេះកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅទស្សនាខ្សែរឿងទាំងអស់គ្នាហ្មងទៅតែមុននឹងចូលទៅដល់ខ្សែរឿងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមានចិត្តជួយចុច like subscribe ដល់ឬក៏ដល់ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទរករឿងសម្ដែងជូនដល់អ្នកទាំងអស់គ្នាបន្ថែមតាមខ្សែរឿងយន្តដំបងបានបង្ហាញអំពីក្មេងប្រុសម្នាក់កំពុងតែគោរពវិញ្ញាណក្ខន្ធឪពុកម្ដាយរបស់គាត់ដែលឪពុកម្ដាយរបស់គាត់នឹងគឺបានស្លាប់ចាកចោលគាត់តាំងពីយូរលង់ណាស់មកហើយហើយម្នាក់នេះមានឈ្មោះថាឆុនភីងានដែលគាត់គឺជាតួឯកប្រុសនៅក្នុងរឿង Sword of Coming យើងនោះឯងហើយជីវភាពរបស់គាត់ប្រចាំថ្ងៃគឺពិតជាខ្វះខាតខ្លាំងមែនទែនបន្ទាប់ពីការគោរពវិញ្ញាណក្ខន្ធឪពុកម្ដាយរបស់គាត់រួចគាត់ក៏បានដើរចេញទៅខាងក្រៅស្រាប់តែពេលនោះមានដុំថ្មមួយដុំនឹងផុសមកបុកមុខគាត់ក្រឡេកទៅមើលទៅក៏មានបរិបពេលអាវលើម្នាក់នឹងគប់ដុំថ្មមកកាន់គាត់សោះដោយបរិបម្នាក់នឹងដែរគាត់មានឈ្មោះថាសុងជីស៊ីននឹងក៏បានរករឿងទៅកាន់ភីងអានថាភីងអាននឹងគាត់មួយថ្ងៃគិតទៅពីលួចរបស់របរនៅក្នុងផ្ទះគិតតែកេងយកផលប្រយោជន៍ផ្ទាល់ខ្លួននិយាយទៅគឺឌឺដងទៅកាន់ភីងអានរហូតតែភីងអានយើងក៏មិនខ្វល់ឡើយឃើញភីងអានជាមនុស្សឈៀលល្អរករឿងអត់បានហើយគាត់ក៏មានអារម្មណ៍ថារៀងធុញដូច្នេះគាត់ក៏បានធ្វើដំណើរចាក់ចេញពីកន្លែងនោះទៅតែមុននឹងគាត់ចាក់ចេញគាត់ក៏បានបោះចោលដុំគ្រីស្តាល់ប្រមាណដុំទៅលើដីដែររាជាស៊ីនចាក់ចេញក៏បានឃើញមនុស្សស្រីម្នាក់ទៀតដែលនាងមានឈ្មោះថាជឺគុយនាងបានស្នើសុំឲ្យភីងអានជួយរើអាដុំគ្រីស្តាល់ដែលលីស៊ីនបោះចោលទៅលើដីមិញហ្នឹងព្រោះតែនាងស្រឡាញ់អាដុំហ្នឹងនោះក៏មាននរណាគេម្នាក់គោទ្វារផ្ទះរបស់ភីងអានលឺដូច្នេះគាត់ក៏បានទៅបើកទ្វារផ្ទះរបស់គាត់ស្រាប់តែពេលនោះក៏មានក្មេងប្រុសម្នាក់ហ្នឹងបានដើរចូលផ្ទះរបស់ភីងអានប្រុសម្នាក់នឹងចូលផ្ទះរបស់ភីងអានក្នុងគោលបំណងស្វែងរកជីស៊ីនព្រោះគាត់នឹងគឺជា fan របស់ជីស៊ីនហើយជីស៊ីននឹងទៅចេញពីផ្ទះភីងអានមិញហ្នឹងហើយក្មេងប្រុសម្នាក់នេះដែរក៏មានឈ្មោះថាគូថោដោយសារតែគូថោឃើញជីស៊ីនដូច្នេះហើយគាត់ក៏បានធ្វើនិយាយលេងជាមួយនឹងភីងអានហ្នឹងថាអថ័យដែលភីងអានឲ្យគាត់លើកមុនហ្នឹងឥឡូវគឺធំហើយមើលហើយគូថោក៏បានបន្តនិយាយទៀតថាម្ដាយរបស់គាត់នឹងបានបំពោះភីងអានហ្នឹងទៅញ៉ាំបាយជាមួយនឹងពួកគេដោយសារគាត់ដឹងតែភីងអានហ្នឹងជាកូនកំព្រាហើយគាត់នៅតែម្នាក់ឯងភីងអានក៏បានបដិសេធព្រោះគាត់នឹងក៏ត្រូវជួលដេកលឿនជប់នឹងដូច្នេះគាត់ក៏បានឲ្យត្រីមួយក្បាលទៅកាន់គូថោកុំឲ្យគាត់នឹងអន់ចិត្តគូថោនឹងគាត់បានត្រីមួយក្បាលនឹងឲ្យដើរចេញទៅធម្មតាយីទៅអត់មានអន់ចិត្តទេមិនបន្តិចស្រួលមកនឹងគោបំណងចង់បានត្រីហ្មងលុះស្អែកឡើងនៅច្រកទ្វារភូមិរបស់ភីងានឹងក៏មានមនុស្សមួយក្រុមនឹងកំពុងតែធ្វើដំណើរមកដល់មនុស្សមួយក្រុមនឹងមើលទៅដូចជាមិនមែនប្រជាជនរស់នៅក្នុងភូមិឡើយពួកគេនឹងចង់ធ្វើដំណើរចូលក្នុងភូមិរបស់ភីងាហើយភូមិមួយនេះដែរមានឈ្មោះថាសោចិនតុងមិនដែលបកប្រែជាភាសាខ្មែរយើងគឺមានន័យថាទីក្រុងតូចពេលនោះក៏មានមនុស្សស្រីស្រស់ស្អាតម្នាក់ពេលអាពណ៌លឿងបើកទ្វារភូមិរបស់ភីងានដល់នារីម្នាក់នេះផងដែរក៏មានឈ្មោះថាឈឺជីនជៀននៅកន្លែងនេះក៏បានបង្ហាញតួអង្គមុខប្លែកៗជាច្រើនមានដូចជាបុរសសក់សនៅខាងក្រោយក៏មានឈ្មោះថាគួនចោជឺនិងបុរសនៅខាងមុខម្នាក់នេះក៏មានឈ្មោះថាគួនចោជីចោជឺគឺមានតួនាទីសំខាន់ក្នុងការមើលថែសុខភាពរបស់ចោជីពេលនោះភីងអានបានគូទ្វារផ្ទះរបស់នរណាគេម្នាក់ពេលនោះបុរសមេធំម្នាក់ក៏បានដើរចេញមកខាងក្រៅរួចធាក់ភីងអានយកមួយជើងយកមកហើយបុរសមេធំម្នាក់នេះផងដែរក៏មានឈ្មោះថាចង់តាហ្វឹងតាហ្វឹងតួនាទីរបស់គាត់គឺគាត់ជាអ្នកមើលច្រកទ្វារចេញចូលនៅក្នុងភូមិនេះឯងនោះនារីចិនជឿយើងចង់ធ្វើដំណើរចូលក្នុងភូមិតែត្រូវបានតាហ្វឹងខាត់នាងហើយតាហ្វឹងក៏បាននិយាយថានៅក្នុងភូមិនេះគឺមានច្បាប់មួយមនុស្សដែលប្លែកមុខមកពីខាងក្រៅចង់ចូលភូមិរបស់ពួកគេត្រូវបង់ប្រាក់ជាមុនសិនលោកតាសក់សម្នាក់បានដើរមកដល់ក៏ឲ្យប្រាក់ទៅកាន់តាហ្វឹងហើយគាត់ក៏បានធ្វើដំណើរចូលទៅក្នុងភូមិនៅខាងក្រៅឃើញដូច្នេះពួកគេក៏បានបង់ឲ្យម្នាក់ម្ដងរួចធ្វើដំណើរទៅខាងមុខទៀតបាទទៅពេលនេះក៏មានក្មេងប្រុសពាក់អាវក្រហមម្នាក់នោះបានឌឺដងទៅកាន់ភីងានទៀតអានេះឆ្លៀតមែនទែនហ្មងលោកពេលនោះយើងក៏បានឃើញតួអង្គថ្មីពីរនាក់ទៀតដោយក្មេងស្រីម្នាក់នៅខាងលើនឹងនាមមានឈ្មោះថាថោជឺហើយបុរសមានធំសក់សម្នាក់នឹងគាត់មានឈ្មោះថាប៉ាន់សានចុងដែលប៉ាន់សានចុងគាត់គឺជាតារបស់ថោជឺតាំងហ្វឹងដើរមកដល់គាត់ក៏បាននិយាយលេងជាមួយនឹងភីងានមួយផ្លែតរួចគាត់ក៏បានហុចសម្បុត្រមួយដុំឲ្យទៅកាន់ភីងានដែលសម្បុត្រទាំងអស់នេះគឺជាសម្បុត្របងប្រាក់នឹងឯងភីងានគាត់មានតួនាទីក្នុងការដើរចែកសម្បុត្របងប្រាក់នឹងទៅឲ្យអ្នកភូមិក៏លេចទៅមើល3000ឆ្នាំមុនមាននាគរាទីទេមួយក្បាលកំពុងតែធ្វើសង្គ្រាមជាមួយនឹងបរិគុណដៅម្នាក់ដែលប្រវត្តិសាស្ត្រទាំងអស់នេះគឺត្រូវបាននិទានដោយលោកតាសក់សដែលទើបទៅចូលមកកាន់ភូមិនោះមិញនោះគូថោក៏បានចូលមកកាន់កន្លែងវងមនុស្សនោះមកស្ដាប់លោកតានិទានដែរតែក៏បាននិទានតទៀតថានាគរាទីទេមួយក្បាលនេះវាពិតជាមានដំណើរ
ខ្លាំងមែនទែននៅពេលរវីហោះហើរខ្លួនរបស់វាគឺបានពន្លឺព្រះអាទិត្យនិងពន្លឺព្រះច័ន្ទបានតាមទៀតផងទៅមើលវីរបុរសគុណដាវម្នាក់នេះវិញក្នុងការផ្លេចរបស់គាត់ក៏ឃើញនៅគិរីដ៏អង្អាចមួយនេះត្រឹមតែជាសត្វចង្លែងទួយមួយតែប៉ុណ្ណោះបរមណានោះក៏បានប្រើយុទ្ធសាស្ត្ររបស់គាត់បាញ់ទៅកាន់នេករាជធ្វើឲ្យនេករាជចុកខ្សោយកម្លាំងឬក៏បានប្រើប្រាស់ដាវអាទិទេពរបស់គាត់នឹងកាប់សម្លាប់នេករាជស្លាប់នៅនឹងកន្លែងក្រោយពីការទន្ទានរបស់លោកតាចប់យើងក៏បានដឹងថាលោកtamម្នាក់នេះមានឈ្មោះថាលីជីប៉ោគូថោនិងមនុស្សដទៃទៀតខំស្ដាប់លោកតានិទានឡើងមួយថ្ងៃចុះឡើងត្រូវនេករាជនឹងស្លាប់ដោយសារតែវីរបុរសគុណដាវនោះសម្លាប់ទៅដែរធ្វើឲ្យពួកគេនឹងខឹងមែនទែនឬគ្រប់គ្នាគ្មាននរណាគេជឿលោកតាទៀតទេរួចគេក៏បានដើរចាកចេញពីកន្លែងនោះបាត់អស់ទៅពេលនោះគឺនៅសល់តែគូថោទេដែលគូថោគឺជឿប្រវត្តិសាស្ត្រដែលលោកតានោះបាននិទានដូច្នេះគូថោក៏បានសុំឲ្យលោកតានិទានប្រាប់ខ្លួនបន្ថែមទៀតមកបាច់ខ្វល់ពីមនុស្សដទៃទេលោកតាក៏បាននិយាយទៅកាន់គូថោថាគាត់ដូចជាធ្លាប់ឮនៅក្នុងទីក្រុងតូចនេះគឺមានអណ្ដូងបុរាណនៅមួយកន្លែងគាត់ចង់ឲ្យគូថោនឹងជួយគាត់ទៅកន្លែងដងមួយហ្នឹងដូច្នេះគាត់នឹងប្រាប់រឿងទៅកាន់គូថោបន្ថែមថោដំបងក៏មិនចង់ដឹងនោះទេបន្ទាប់មកលោកតាជឿប៉ោក៏បាននិយាយទៀតថាចានកូនដែលគាត់កំពុងកាន់នៅក្នុងដៃហ្នឹងគឺមានវិតមន្តដ៏អស្ចារ្យបើកាលណាគូថោជួយគាត់ទៅកន្លែងបណ្ដងបុរាណមួយហ្នឹងគាត់នឹងឲ្យគូថោបានឃើញវិតមន្តដែលមាននៅក្នុងចានកូននៅក្នុងដៃគាត់ហ្នឹងថោបានលឺឆ្នេះក៏បានយល់ព្រមជាមួយនឹងលោកតាហើយស្អែកព្រឹកឡើងភីងអានក៏បានដើរចែកសបុតទាប្រាក់ទៅដល់អ្នកភូមិមួយចំនួនគឺមិនពេញចិត្តភីងអានឡើយដោយសារតែពេលណាពួកគេឃើញមុខភីងអានគឺមានន័យថាចិត្តដល់ថ្ងៃត្រូវបងប្រាក់អស់តែមិនមែនអ្នកភូមិទាំងអស់ហ្នឹងគឺមិនពេញចិត្តភីងអានទាំងអស់ឡើយមានអ្នកភូមិមួយចំនួនឃើញភីងអានធ្វើការងារហត់ពួកគាត់ក៏បានហៅភីងអាននឹងចូលមកផឹកទឹកសិនភីងអានក៏បានបដិសេធដោយសារតែគាត់នឹងមានការងារត្រូវធ្វើបន្តគាត់មានពេលវេលាឡើយមកដល់សាលារៀនមួយកន្លែងញីកំពុងតែឃើញមានលោកគ្រូម្នាក់នឹងកំពុងតែបរៀនសិស្សដទៃទៀតពេលនោះភីងអានយើងក៏បានធ្វើដំណើរមកដល់សាលារៀននឹងផងដែររួចក៏បានឈរមើលសកម្មភាពក្មេងៗកំពុងតែរៀនហើយក៏មានលោកគ្រូពេលអាសមម្នាក់ដែលគាត់ម្នាក់នឹងគឺមានឈ្មោះថាជីងឈွန်លោកគ្រូជីងឈွန်បរៀនសុកគាត់ក៏បានក៏លេចឃើញភីងអាននឹងកំពុងតែឈរចាំមកដូច្នេះហើយគាត់ឲ្យសិស្សដទៃទៀតនឹងរៀនសុំទៅគាត់ចេញទៅក្រៅនិយាយជាមួយនឹងភីងអានមកផ្លែភីងអានក៏បានបកគោលសម្បត្តិទាប្រាក់នឹងឲ្យទៅកាន់លោកគ្រូជីងឈွန်ហើយលោកគ្រូជីងឈွန်ក៏បាននិយាយទៅកាន់ភីងអានថាបើសិនជាភីងអានចង់រៀនអីភីងអានអាចមកសាលារៀននឹងអាចឈរស្ដាប់ពួកគាត់បរៀនបានគាត់មិនគិតប្រាក់ពីភីងអានឡើយសូមបញ្ជាក់អ្នកទាំងអស់គ្នាលោកគ្រូជីងឈွန်នឹងគុណវិជ្ជារបស់គាត់ក៏មិនធម្មតាដែរភីងអានក្រោយពីឲ្យសម្បត្តិប្រាក់ទៅដល់លោកគ្រូជីងឈွန်ហើយគាត់ក៏បានធ្វើការលាទៅកាន់លោកគ្រូជីងឈွန်ដោយសារតែគាត់មានពេលវេលាច្រើនដល់ល្ងាចឡើងភីងអានក្រោយពីធ្វើការរួចគាត់ក៏ទទួលបានប្រាក់បន្តិចបន្តួចដូច្នេះហើយគាត់ក៏បានដើរក្នុងផ្សារដើម្បីទិញម្ហូបពេលដែលភីងអានកំពុងទៅដើរក្នុងផ្សារហ្នឹងគាត់ក៏បានជួបបរិមលក់ត្រីម្នាក់ភីងអានចង់ទិញត្រីពីបរិមម្នាក់លក់ត្រីម្នាក់ហ្នឹងគាត់មានឈ្មោះថាគូអឺភីងអានរៀបនឹងទិញត្រីនឹងទៅហើយក៏មាននរណាគេម្នាក់បោះកដាក់ប្រាក់ឲ្យគូអឺក៏លេទៅខាងក្រោយតែយើងដឹងថាតាមពិតទៅគឺជាចៅឈឺហើយនិងចៅឈីសោះដែលអ្នកទាំងពីរហ្នឹងមកដើម្បីទិញត្រីនឹងចៅឈីក៏បានបោះកដាក់ប្រាក់មួយដុំឲ្យទៅកាន់ភីងអានដោយគាត់និយាយថាយកអាកដាក់ប្រាក់មួយដុំមកទៅទិញម្ហូបផ្សេងទៅត្រីនេះក៏ចាំបាច់ទិញហើយត្រីមួយក្បាលនេះផងដែរគេហៅវាថាត្រីមាសដោយត្រីមួយនេះមានពណ៌មាសហើយពូជរបស់ត្រីនេះគឺជាពូជសត្វដ៏កម្រតែមិនដឹងថាអ្នកទាំងពីរទិញត្រីនៅក្នុងគោលបំណងអ្វីឡើយភីងអានកំពុងទៅដើររកទិញម្ហូបសុកក៏បានជួបបរិមម្នាក់នឹងគាត់នឹងគឺជាអ្នកគូយ័ន្តដោយបរិគូយ័ន្តម្នាក់នឹងក៏មានឈ្មោះថាលូយៀនដោយសារតែលូយៀននឹងបញ្ចុះបញ្ចូលភីងអានមកពេកគាត់ក៏បានចូលទៅអង្គុយនៅតបប៉ែលូយៀននឹងមកទៅលូយៀនក៏បាននិយាយទៅកាន់ភីងអានថាគាត់បានមើលឃើញគុណវិជ្ជាដែលមាននៅក្នុងខ្លួនរបស់ភីងអាននឹងពិតជាកែសាហាវមែនតើគុណវិជ្ជាទាំងអស់នេះគឺប្រហែលជាបានត្រូវសរសេរនៅលើយ័ន្តបើសិនជាភីងអានចង់ដឹងថាអនាគតរបស់គាត់ជួបរឿងល្អអាក្រក់នោះគាត់ប្រហែលជាត្រូវមកថែមលុយបន្តិចទៀតហើយតែបើសិនជាភីងអាននឹងគឺជាមនុស្សសំណាងគាត់នឹងទទួលបានសន្លឹកយ័ន្តដ៏ល្អមួយដែលអាចសម្រេចជោគវាសនារបស់ភីងអានបានភីងអានក៏ថាគាត់មិនត្រូវការទេគាត់ក៏បានឲ្យលូយៀននឹងគូសន្លឹកយ័ន្តនឹងជូនឪពុកម្ដាយរបស់គាត់លូយៀនក៏បានគូរូបអ្វីមួយនៅលើយ័ន្តនឹងរួចក៏បានឲ្យយ័ន្តទាំងពីរសន្លឹកនឹងឲ្យទៅកាន់ភីងអានបានអរគុណទៅកាន់លូយៀនក្រោយមកគាត់ក៏បានធ្វើដំណើរចាកចេញពីកន្លែងនោះទៅកម្មមណ្ឌលអណ្ដូងបុរាណមួយកន្លែងដែលគូថោនឹងបាននាំលោកតាជឿប៉ោនឹងមកដល់កន្លែងអណ្ដូងបុរាណនឹងមែនគូថោក៏បានឲ្យលោកតានឹងបង្ហាញអកបាំងដែលមាននៅក្នុងចានកូនឲ្យគាត់មើលមកលោកតាគាត់ក៏បាននិយាយថាកុំព្រួយបារម្ភមើលទីទៀតគាត់នឹងឲ្យមើលហើយដូច្នេះគាត់ក៏បានចាប់ដៃគូថោហើយគាត់ក៏បាននឹងថាឆ្អឹងរបស់គូថោនឹងពិតជារឹងមាំមែនតើមកគាត់ក៏បានក៏លេចឃើញពូជត្រីដ៏កម្រត្រីនីអនៅក្នុងដៃរបស់គូថោហ្នឹងហើយលោកតាជឿប៉ោក៏បានសួរថាត្រីមួយក្បាលហ្នឹងគូថោបានមកពីណាគូថោក៏បាននិយាយថាត្រីមួយក្បាលហ្នឹងគឺឈិនភីងអានឲ្យគាត់ហើយលោកតាជឿប៉ោហ្នឹងក៏អត់ស្គាល់ឈិនភីងអានណាគេឡើយហើយគាត់នឹងរាប់ដៃបដានិយាយឈ្មោះឈិនភីងអានបដាគាត់ក៏បានសួរទៀតថាគូថោនិងឈិនភីងអានហ្នឹងត្រូវជាអ្វីនឹងគ្នាគូថោក៏បានឆ្លើយតបទៅកាន់លោកតាថាគាត់ជាមួយនឹងភីងអានហ្នឹងត្រូវជាអ្នកចិត្តខាងជាមួយនឹងគ្នាយូរហើយនិយាយជាមួយ
គ្នាចប់លោកតាក៏បាននិយាយថារហូតដល់ពេលដែលគាត់នឹងគឺត្រូវបង្ហាញអាកំបាំងដែលមាននៅក្នុងចានគោមរបស់គាត់ហើយលោកតាក៏បានចាក់ទឹកចេញពីចានគោមម្ដងបន្តិចម្ដងបន្តិចក៏បានឲ្យយើងឃើញថាមានព្រៃបន្ទោស្គរលាន់ពេលនោះក៏មានទឹកចំនួនយ៉ាងធំកំពុងតែលិចលង់នៅក្នុងភូមិនេះឯងហើយទឹកចំនួនមួយនោះក៏ធ្វើការវាយប្រហារមកកាន់គូថោដូចគ្នាតាមពិតរឿងទាំងអស់នេះវាគ្រាន់តែជាអាកំបាំងមាននៅក្នុងចានគោមឡើយតែយើងអត់ដឹងថាវាមានន័យមិនទេហើយគូថោក៏នឹកឃើញព្រឹត្តិការណ៍ទាំងអស់នេះភ្លាមគ្នាឡើងភ័យដូច្នេះគាត់ក៏បានធ្វើដំណើររត់ចេញពីកន្លែងនោះមកបាត់ទៅហើយលោកតាជឺប៉ោនឹងមើលទៅគាត់ដូចជាមានគុណវិជ្ជាខ្លាំងមែនទែនដោយចានគោមរបស់គាត់នឹងគាត់មើលទៅក្នុងចានគោមនឹងគឺឃើញសកម្មភាពដែលពេញអានយើងកំពុងតែធ្វើឥឡូវនឹងមកនេះគឺជាភាពបញ្ចប់នៃអេពីសូត1របស់រឿង Sword of Coming អរគុណអ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាមកមើលវីដេអូរបស់ខ្ញុំ